chỉ trong cái nhung sông Nam Phnhà từ ở tây từ chânទាំងអស់ដែលមិនទាន់បានមកកាកាស៊ូភីនេះបើសិនជាពិបាកនៅក្នុងការសម្រេចចិត្តមើលវីដេអូខ្ញុំនេះហើយសម្រេចចិត្តមកអត់ខុសម្ដងទេព្រោះខ្ញុំអត់កុហកបងប្អូនទេបាទគឺខ្ញុំធានាថាមកបងប្អូនពេញចិត្តហ្មងហើយតាក់ទងនឹងបងប្អូនណាដែលបកកែហូបមកហ្នឹងមកអីក៏មានដែរបាទ free វិជាទៀតបាទ free វិជាទៀតបាទចង់ផ្ដាំទៅបងប្អូនដែលខ្ញុំគ្រប់គ្រង buffet ឬក៏ចូលចិត្តញ៉ាំអាហារពេលល្ងាចអញ្ចឹងណាបើសិនជាចាប់អារម្មណ៍គឺអាចមកសាកបានកាកាស៊ូគីនៅកោះពេជ្រទាំងសេវាកម្មទាំងអនាម័យតម្លៃគុណភាពគឺលក្ខណៈមានតាំងកញ្ចប់ហ្មងណាអញ្ចឹងបើបងប្អូនចង់សាកគឺចាប់អារម្មណ៍គឺអាចមកសាកល្បងបានធានាថាអែមហ្មងអត់មានកម្រងតាណាទេអ្នកទាំងអស់គ្នាគឺអាចនំគ្រួសារចាំមកញ៉ាំជាមួយនឹង buffet មួយនេះបានគឺថាអូយជាមួយនឹងគ្រឿងសមុទ្រស្រស់ខ្លាំងមែនតែនតែម្ដងដូចដែលអ្នកទាំងអស់គ្នាឃើញជាមួយនឹងក្នុងវីដេអូនេះអញ្ចឹងមានទាំងពីបកងរស់ចាមឹកបំពង់ចាខ្ចង់ឫស្សីហើយជាមួយនឹងគេហៅថាចាមឹកដៃមឹកអីអញ្ចឹងណាហើយជាមួយនឹងត្រីសាម៉ុនបងប្អូនទាំងអស់គ្នាអើយគឺថាអូយស្រស់ស្រក់ទឹកមាត់តែម្ដងចាហើយជាមួយនឹងគេហៅថា buffet world បែបនេះហាស្ដីបងសួស្ដីបងប្អូនសុំពេលបង2 3នាទីបានទេអូខេបានបងតាកតាអ្វីខ្លះដែលជំរឿបងជ្រើសរើសយកទីតាំងកាកាស៊ូគីទាំងដឹងថានៅរាជធានីភ្នំពេញមានបូហ្វេជាច្រើនកន្លែងទេបងបងនិយាយចំទៅសម្រាប់ខ្ញុំហ្មងណាបើបូហ្វេវាមានច្រើនកន្លែងតែកន្លែងខ្លះចូលទៅទី1វាអត់មានអីហូបគ្រប់គ្រាន់អញ្ចឹងណាហើយបើកាកាស៊ូគីនេះវិញខ្ញុំតាមដានយូរហើយអញ្ចឹងថ្ងៃហ្នឹងក៏ចាប់អារម្មណ៍អញ្ចឹងក៏នាំគ្នាមកហ្មងជាមួយនឹងអាហារសម្រន់ហើយអ្នកនរគ្នាគឺយើងមកចាប់ជាមួយនឹងចាប្រភេទគ្រឿងសាច់តែម្ដងហើយគ្រឿងសាច់របស់គាត់គឺមានច្រើនខ្លាំងមែនតើទាំងពីប្រហិតត្រីដែលគាត់ធ្វើប្រចាំហាងខ្លួនឯងរសជាតិប្រចាំហាងតែម្ដងណាហើយគឺថាមានជាមួយនឹងចាប្រភេទសាច់គោចាគឺមានច្រើនខ្លាំងមែនតើជាមួយនឹងសាច់គោសាច់ជ្រូកហើយសិតតែរបៀបថាសាច់រៀងអូនិយាយទៅគឺគាត់យកកន្លែងណាដែលឆ្ងាញ់មកណាបងចុះសម្រាប់រសជាតិម្ហូបគ្រឿងសមុទ្រទឹកស៊ុបនៅនេះបងយល់យ៉ាងណាដែរសម្រាប់តាក់ទងនឹងទឹកស៊ុបខ្ញុំបានហូបមិញដែរគឺបើអ្នកចូលជាតិរសបែបចិនណាពេញហ្មងពេញចិត្តហ្មងបាទហើយតាក់ទងនឹងគ្រឿងសមុទ្រឬក៏សាច់អីផ្សេងគឺល្អច្រើនហ្មងល្អច្រើនខ្ញុំអត់និយាយថាកន្លែងណាទេខ្ញុំធ្លាប់ចូលកន្លែងច្រើនដែរសាច់ពេលខ្លះមានរសជាតិធំបាទតែមកនៅនេះអត់ធំទេបងតាក់ទងនឹងសាច់មូមសាច់អីនេះគឺអត់ធំទេចឹងបងខាងនេះដែរណែមឆៅឬមួយក៏ជាគោងនេះដែលគេរៀបចំបែបនេះមកអូឡើងតាក់ភ្នែកហ្មងហើយតែញ៉ាំ buffet យើងក៏អាចញ៉ាំជានំបញ្ចុកស្លត្រីឬមួយក៏ជាស្លការីដែលគេមានបាក់ភ្លើងកម្ដៅមកក្តៅរហូតឬមួយក៏ជាត្រីទឹកស្អៀវបែបនេះគ្រឿងសមុទ្រក្លុកជាមួយនៅនេះអីគេនេះមានដាក់មីស៊ូហើយនឹងបកងអីនេះអ្នកគ្នាសំខាន់ណាស់ក៏មានក្តាមឆាមីស៊ូដែរបើថានេះវិញស្នូកក្តាមហ្មងណែអ្នកគ្នាមានតាំងពីកាធីអប់គ្រឿងចិនទៀតមុខម្ហូបនេះពិសេសអញ្ចឹងហើយត្រូវចាប់ម្ចាស់យកទៅតុកហើយខ្ញុំមកតែទៅនៅខាងគ្រឿងសមុទ្រហើយសមុទ្រអុយស្រីបងយើងឃើញអាណាដែរស្រស់ល្អតាំងត្រីសាម៉ុនតាំងបកងបកគីអីសិតតែស្រស់និយាយទៅញ៉ាំទៅមានជាតិអូវ៉ាវ buffet នៅនេះឡើងព្រាមហ្មងមានតាំងពីត្រីសាម៉ុនក៏ដូចជា oyster អ្នកដែលចូលចិត្ត oyster និងត្រីសាម៉ុនដូចខ្ញុំមកកន្លែងនេះគឺអត់ខុសបំណងទេខ្ញុំមកឃ្លៀង sushi យូរប៉ុន្តែដឹងតែញ៉ាំកន្លែងណាតែចេះដល់អីមកញ៉ាំ buffet ហើយចំណេញជាមួយនឹងការញ៉ាំ sushi ទៀតមើលតែមុខខ្ញុំក៏ដឹងថាសម្រាប់ចាំម្ហូបដែរដែលសារម្ហូបនៅកាកាស៊ូគីច្រើនមុខមែនតើខ្ញុំវិញឃ្លៀងយូរអីចាំការត្រូវដាក់យកមកអត់ខុសពីណាគេសំខាន់កាកាស៊ូគីឆ្ងាញ់បងមានពេល5ផ្ញើទៅអតិថិជនដែលគាត់តែបានមកសាកនៅកាកាស៊ូគីបងសម្រាប់បងដែលគាត់អត់ដែរធ្លាប់បានមកញ៉ាំនៅ buffet កាកាស៊ូគីខ្ញុំគិតថាបងអាចសាកមកញ៉ាំបានព្រោះអីទាំងសេវាទាំងគុណភាពនិងស៊វីអីផ្សេងគឺឆ្ងាញ់ហើយនិងល្អហេចង់ផ្ដាំទៅបងប្អូនដែលខ្ញុំគ្រប់គ្រង buffet ឬក៏ចូលចិត្តញ៉ាំអាហារពេលល្ងាចអញ្ចឹងណាបើសិនជាចាប់អារម្មណ៍គឺអាចមកសាកបានកាកាស៊ូគីនៅកោះពេជ្រទាំងសេវាកម្មទាំងអនាម័យតម្លៃគុណភាពគឺលក្ខណៈមានតាំងកញ្ចប់ហ្មងណាអញ្ចឹងបើបងប្អូនចង់សាកគឺចាប់អារម្មណ៍គឺអាចមកសាកល្បងបានធានាថាអែមហ្មងអរគុណច្រើនអរគុណជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើទៅអតិថិជនទាំងអស់ដែលមិនទាន់បានមកកាកាស៊ូភីនេះបើសិនជាពិបាកនៅក្នុងការសម្រេចចិត្តមើលវីដេអូខ្ញុំនេះហើយសម្រេចចិត្តមកអត់ខុសម្ដងទេព្រោះខ្ញុំអត់កុហកបងប្អូនទេបាទគឺខ្ញុំធានាថាមកបងប្អូនពេញចិត្តហ្មងហើយតាក់ទងនឹងបងប្អូនណាដែលបកកែហូបមកហ្នឹងមកអីក៏មានដែរបាទ free វិជាទៀតបាទ free វិជាទៀតបាទតែខ្ញុំអត់ហ៊ានហូបវិជាទេបាទអរគុណបង
ចំអីទៀតរីករាយជាមួយកាកាស៊ូគី